សុស្ដីគ្នាយើងថ្ងៃនេះគ្រូមកបង្ហាញអំពីនិយមន័យអក្សរសិល្ប៍ដល់ពួកយើងរៀនរាល់ដងតែឆ្ងល់ហើយនិយមន័យអក្សរសិល្ប៍ហ្នឹងគេយកមកពីណាឥឡូវគ្រូលើកឧទាហរណ៍និយមន័យអក្សរសិល្ប៍ពីរបង្ហាញសិនគេថាអក្សរសិល្ប៍គឺជាសិល្បវិធីរបស់អ្នកនិពន្ធក្នុងការក្នុងការលើកយកតថភាពសង្គមមកបង្កើតជាផ្ទាំងទស្សនីយភាពហើយអ្នកខ្លះគេថាអក្សរសិល្ប៍គឺជាកម្រងអត្ថបទទាំងឡាយណាដែលអ្នកនិពន្ធតាក់តែងឡើងរៀបរាប់អំពីជីវភាពរស់នៅរៀបរាប់ពីព្រឹត្តិការណ៍ហេតុការណ៍ប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាចុច3ហ្នឹងបានន័យថាវាមានច្រើនទៀតរបស់ប្រជាជនទៅតាមសម័យកាលនីមួយៗហើយនឹងនេះតែទាំងអស់នេះតើមើលនេះឃើញទេនេះសិតតែជានិយមន័យអក្សរសិល្ប៍អញ្ចឹងបងប្អូនឆ្ងល់ថានិយមន័យអក្សរសិល្ប៍ទាំងអស់ហ្នឹងគេយកមកពីណានេះឃើញទេខាងទៀតអីហ្នឹងហើយអញ្ចឹងនិយមន័យអក្សរសិល្ប៍ទាំងអស់ហ្នឹងគឺយកចេញតាមរយៈស្នាដៃរឿងដែលយើងរៀននឹងឯងស្នាដៃយើងរៀនរឿងឯខ្លះដូចជារឿងទុំទាវពេលយើងអានរឿងទុំទាវទៅយើងនឹងឃើញថារឿងទុំទាវបានបង្ហាញពីជីវភាពរស់នៅបង្ហាញពីប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាការអប់រំអញ្ចឹងគេយកកំណត់សំខាន់ទាំងអស់នៅក្នុងរឿងទុំទាវហ្នឹងមកបូកបញ្ចូលគ្នាទៅឃើញទេបានបង្កើតបានជាលំនាំបញ្ហានេះមួយឃើញទេអ្នកខ្លះគេឲ្យនិយមន័យអក្សរសិល្ប៍ថាអក្សរសិល្ប៍គឺសំដៅដល់សិល្បវិធីរបស់អ្នកនិពន្ធដែលបំផុសឲ្យអ្នកសិក្សាហ្នឹងចេះសាមគ្គីភាពចេះរួបរวมគ្នាអញ្ចឹងហេតុអីគេថាអក្សរសិល្ប៍ធ្វើឲ្យអ្នកសិក្សាចេះរួបរวมគ្នាសាមគ្គីគ្នាយើងមើលរឿងភូមិដេឆានមើលពេលយើងអានទៅយើងឃើញសកម្មភាពរបស់ប្រជាជនតស៊ូសាមគ្គីភាពជាមួយនឹងគ្នាក្នុងការវាយបារាំងបាត់ដេសនឹងអត់ហ្នឹងហើយអញ្ចឹងគ្រូចង់បង្ហាញថានិយមន័យអក្សរសិល្ប៍ទាំងអស់ដែលពួកយើងរៀនរាល់ថ្ងៃហ្នឹងគឺកើតចេញពីស្នាដៃរឿងទាំងអស់ហ្នឹងអញ្ចឹងគាត់ថាលោកគ្រូអ្នកគ្រូខ្លះគាត់រៀននៅក្នុងស្រុកអញ្ចឹងគាត់យកបែបតាមអត្ថបទរឿងក្នុងស្រុកលោកគ្រូអ្នកគ្រូខ្លះគាត់រៀនដល់ Master ឬក៏បណ្ឌិតនៅខាងក្រៅប្រទេសអញ្ចឹងគាត់យកនិយមន័យប្លែកៗមកឲ្យពួកយើងហ្នឹងហើយអ្នកខ្លះគេថាសិល្បៈអក្សរសិល្ប៍ហ្នឹងគឺជាសិល្បៈដែលសម្ដែងតាមរយៈអក្សរឃើញទេអាហ្នឹងគឺសិតតែកើតចេញពីការរៀនសូត្ររបស់ពួកគាត់ហ្នឹងហើយអញ្ចឹងចុងក្រោយបើបងប្អូនចង់រៀនតែងសេចក្តីជាមួយគ្រូនេះលោកគ្រូមានម៉ោងសម្រាប់ពួកយើងរៀនអនឡាញមានតែម៉ោងហ្នឹងទេក្រៅពីហ្នឹងគ្រូជាប់អស់ហើយមានថ្ងៃច័ន្ទថ្ងៃសុក្រម៉ោង7កន្លះដល់ម៉ោង8កន្លះយប់ហើយម៉ោង8កន្លះដល់ម៉ោង9យប់អាហ្នឹងច័ន្ទសុក្រសៅរ៍អាទិត្យមានម៉ោង2ដល់ម៉ោង4ហើយក្រុមនេះគឺជាក្រុមវិញ្ញាសាស្ត្របច្ចុប្បន្នហ្នឹងគ្រូមានសិស្ស5នាក់ហ្នឹងហើយយើងចាប់ផ្ដើមខែ4ឥឡូវរៀនបានមួយអាទិត្យហើយនេះសម្រាប់បងប្អូនដែលចង់ឲ្យគ្រូទៅបរៀនដល់ផ្ទះអញ្ចឹងសម្រាប់ម៉ោងនេះសម្រាប់ម៉ោង5ដល់ម៉ោង7ហ្នឹងបច្ចុប្បន្នកំពុងតែមានសិស្សគាត់តាក់ទងមកគ្រូឥឡូវគាត់កំពុងសួរម៉ាក់គាត់សិនបើបងប្អូនចាប់អារម្មណ៍អីអាចតាក់ទងមកគ្រូមុនមកកុំឲ្យជាន់គ្នាណាឥឡូវគ្រូមានថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះម៉ោង5ដល់ម៉ោង5កន្លះដល់ម៉ោង6កន្លះម៉ោង6កន្លះដល់ម៉ោង7កន្លះល្ងាចយប់ហ្នឹងហើយសៅរ៍អាទិត្យមានម៉ោង5ដល់ម៉ោង7ហើយបងប្អូនចង់រៀនមួយថ្ងៃ4ម៉ោងតែម្ដងអត់មានពេលគ្រូមានពេលថ្ងៃអាទិត្យពីម៉ោង8ដល់ម៉ោង11អាហ្នឹងរៀនបាន3ម៉ោងកន្លះហ្នឹងហើយបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកគ្រូបាន